នេះម្សៅ PK គេហៅម្យ៉ាងទៀតថាស្វាយកែវអាហ្នឹងបាញ់សម្រាប់បង្អាក់ពួកក្រាខៀវក្រាសក្រាលឿងអីចឹងយើងបាញ់វាទៅលាយជុំទឹកដូងក៏បានលាយជុំទឹកក៏បានមកកម្របប្រើជាមួយនឹងមកនិយាយទៅមកស្លាបព្រាបាយហ្នឹងប្រើជុំទឹក5លីត្រអីទៅហើយបាញ់ហើលាយជុំទឹកដូងទុកមួយយប់ហើយស្អែកឡើងត្រូវផ្លែសរសៃយើងប្រើបានទុកតែមួយយប់ទេលាយជាមួយទឹកដូងមួយផ្លែ3លីព្រាបាយអាហ្នឹងបាញ់ដើម្បីកម្ចាត់ក្រាខៀវក្រាសនៅក្នុងរោងកំឡុងពេលយើងផ្លែសរសៃហើយអញ្ចឹងផ្លែសរសៃហើយបាញ់អាហ្នឹងបណ្ដោយអញ្ចឹងបាញ់ទឹកហើយបាញ់ពីម្សៅ PK ហ្នឹងអាហ្នឹងជួយបំបត្តិក្រានៅក្នុងរោងពពុះរោងកាកដំឡូងហើយនឹងស្មៃដងព្រេងអានេះអរម៉ូនខ្មៅហ្នឹងប្រើសម្រាប់លាយជុំមេពេលដាក់ឬក៏ប្រហើលើមេក្រោយពេលដែលរោយមេហើយយើងមិនបង្ហើទឹកយើងប្រើអរម៉ូនខ្មៅហ្នឹងទៅដើម្បីបង្ហើពីលើមេទាំងកប៉ុសទាំងចំបើងយើងដែលចំហុយរួចហើយហ្នឹងណាដែលយើងដាក់មេហើយភ្លាមយើងបាញ់អាហ្នឹងទៅមកកម្រោវាប្រើចំទឹក5លីត្របាញ់បង្ហើវាពីលើមេដែលយើងចំហុយហើយដាក់មេហើយអីហ្នឹងណាអាហ្នឹងប្រើជាងក៏បានប្រើលាយជាមួយមេក៏បានលាយចំទឹកឲ្យស្រេចមកលាយជុំលបាយមេមុននឹងយើងរោយក៏បានដែរយើងដាក់មេដាក់អីលាយច្បល់មេយើងលាយជុំទឹកប្រហែលជា2ផ្តិលអីចឹងទៅមកកម្រោ2ផ្តិល3ផ្តិលតាមកំហាប់តាមមេតិចមេច្រើនណាយើងលាយវាទៅច្បល់ជុំមេមុនដែលយើងរោយមេក៏បានដែរហើយមួយទៀតវាអាចប្រើនៅពេលដែលយើងបាញ់ពេលនៅពេលដែលផ្សិតរៀងធំហើយផ្សិតធំយើងអាចលាយជុំទឹក5លីត្រមកកម្រប់ទឹក5លីត្របាញ់ប្រហើលាយជុំកាក់ស្ករក៏បានដែរកាក់ស្កររងូហៅមកខ្មៅនោះលាយជុំកាក់ស្កររងូហើយបាញ់ប្រហើលើកូនផ្សិតនៅពេលដែលមុនរះជើងមួយយប់បាញ់វាទៅប្រហើតិចមកកម្រប់ទឹក5លីត្រអញ្ចឹងណាអានឹងប្រើបាន3ប្រភេទហ្នឹងបើអរម៉ូននេះមាន2ប្រភេទមានទឹកពណ៌ត្រួយជែកមួយទឹកពណ៌ខ្មៅមួយតែដបដូចគ្នាដបមានកាន់ដៃដូចគ្នាអាហ្នឹងប្រើសម្រាប់បាញ់ប្រហើកូនផ្សិតនៅពេលដែលយើងរះជើងបានមួយយប់ហើយវាថាផ្សិតវាក្លិនដៃយើងអីហើយអាហ្នឹងដល់ពេលយប់ទី2ចាំប្រហើទឹកហ្នឹងក៏បានដែរប្រហើទឹកហ្នឹងហើយមួយទៀតវាអាចប្រើនៅពេលដែលដកផ្សិតអស់លាយជុំទឹកមកកម្រប់ទឹក5លីត្រឬក៏ទឹកជាងហ្នឹងក៏បានដែរមកកម្រប់ទឹក3លីត្រតាមកំហាប់ចឹងណាតាមទឹកតិចទឹកច្រើនបាញ់ប្រហើវាទៅបិទប្រហប់រោងដូចជា2យប់3យប់វាចេញកូនបន្តមកទៀតជាប្រភេទអរម៉ូនដែលជំរុញការលូតលាស់ផ្សិតហ្នឹងហើយវាជំនួយសរសៃផ្សិតឲ្យសរសៃយើងចាក់ដុះសារទី2ទៀតយើងដកមួយសារហើយបិទរោងបាញ់អរម៉ូនហ្នឹងទៅមួយថ្ងៃឬក៏2ថ្ងៃវាចាប់ដើមចេញកូនមកសារទី2ទៀតអាហ្នឹងជួយជំរុញឲ្យផ្សិតឆាប់ចេញកូនបន្តគ្នាបាទនេះម្សៅពងមាន់យើងលាយជុំមេ20កញ្ចប់យើងប្រើ2កម្រោបទៅ20កញ្ចប់ប្រើ2ទៅ3កម្រោប2 3កម្រោបហ្នឹងទៅតាមមេទឹកមេច្រើនយើងលាយតាមហ្នឹងទៅអាហ្នឹងជួយបង្កើនសរសៃឲ្យផ្សិតឲ្យមេផ្សិតយើងឡើងសរសៃមានកម្លាំងខ្លាំងជាងមុនណាជួយដូចគ្នាស្រដៀងនឹងអរម៉ូនខ្មៅហ្នឹងដែរវាជួយបំពន់សរសៃឲ្យសរសៃហ្នឹងវាដើរលឿនវាស្ទុះមានកម្លាំងជាងមុនណាអាហ្នឹងមើលទៅពងមាន់យើងដឹងស្រាប់ហើយពងមាន់វាជួយកម្លាំងធម៌ពលអាហ្នឹងចម្រាញ់ពីពងមាន់នេះឯងអរម៉ូនម្សៅពងមាន់តែថៃអាហ្នឹងគេហៅស្អីគេហ្នឹងសិតតែពពួកជំរុញឲ្យផ្សិតមានកម្លាំងដល់ពេលដែលផ្សិតធំហើយយើងប្រើជុំទឹកក៏បានដែរចាក់ម្សៅនឹងជាមួយទឹកមកកម្របទឹក3លីត្រទៅ5លីត្រអញ្ចឹងទៅប្រហើលើកូនផ្សិតទៅក៏បានដែរប្រហើពេលដែលយើងរះជើងបានមួយយប់ហើយយប់ទី2ចាំប្រហើវាទៅជៀសវាងឲ្យផ្សិតទូចវាចេញមកវាប៉ះទៅអាចលូយទូចអញ្ចឹងយើងការពារកុំឲ្យស្វិតទូចទៀតអញ្ចឹងយើងប្រើក្រោយពេលផ្ដាច់សរសៃក្រោយពេលរះជើងបានមួយយប់ទី2ចាំយើងបាញ់វាទៅគ្រប់ប្រភេទអរម៉ូនណាវាល្អគឺបាញ់ក្រោយពេលរះជើងហើយប្រភេទកាកស្ករនេះយើងអាចប្រើទូទៅបានតាំងពី5សំបកសដែកតាំងពី5ចំបើងបាញ់ប្រហើលើថ្នាលមុនពេលយើងចំហុយបាញ់លាយចំអកម៉ូនទឹកខ្មៅពេលដែលកូនផ្សិតធំប៉ុនមេដៃហើយមុនពេលយើងរះជើងអីហ្នឹងអាចបាញ់បានប្រហើបរិមាណតិចតួចទៅកុំឲ្យខាប់ពេកហើយលើក្រហមផ្សិតយើងប្រហើដាក់ទឹករៀងច្រើនទៅអាហ្នឹងជួយជំនួយកម្លាំងផ្សិតដែលធំហើយកុំឲ្យបាញ់ដល់ពេលផ្សិតកំពុងតែរៀបចេញកុំបាញ់ឲ្យសោះគ្រប់ប្រភេទអរម៉ូនទាំងអស់កុំឲ្យបាញ់ពេលដែលផ្សិតវាចាប់ដើមកគ្រាប់មកជាកញ្ចង់កយើងកុំតាន់បាញ់នៅពេលដែលផ្សិតធំប៉ុនមេដៃប៉ុនក៏គ្រីឡើងទៅអាចបាញ់ប្រភេទអរម៉ូននឹងបានហើយវាជួយពង្រីកជួយឲ្យផ្សិតយើងមានទម្ងន់ល្អធ្ងន់ហើយលូតលាស់បានលឿនជាងមុនអញ្ចឹងណាឧទាហរណ៍តែយើងគ្រប់អាយុផ្សិតវាគ្រប់អាយុដកម៉ោង11 12ពេលខ្លះទៀតផ្សិតវាគ្រប់អាយុដកត្រឹមម៉ោង10 11 9នេះវាគ្រប់អាយុដកដោយសារយើងបាញ់មួយប្រភេទអរម៉ូនអញ្ចឹងបើយើងអត់បាញ់ទេតាមដំណើរធម្មជាតិផ្សិតវាពេញដកវាល្មមដកនៅម៉ោង2ម៉ោង3ហ្នឹងអញ្ចឹងយើងខាតពេលខាតគីឡូផ្សិតយើងអញ្ចឹងប្រភេទអរម៉ូននេះជួយជំរុញឲ្យឆាប់រហ័សតែវាមិនមែនជាប្រភេទគីមីទេពួកហ្នឹងពួកកាក់ស្ករពួកអរម៉ូនហ្នឹង
វាមានគីមីអីទេវាជាប្រភេទហូម៉ូនជាប្រូតេអ៊ីនជួយជំរុញផ្សិតទាំងអស់សិតតែលិតកើតយើងស៊ីកើតយើងភ្លក់បានណាស្ទើរពពួកអញ្ចឹងណាបានផ្សិតវាទទួលយកបានណាមិនមែនគេតែបាញ់យកអាផលិតផលយកអាគ្រឿងថ្នាំអីទៅបាញ់តែយើងភ្លក់មិនបានអាហ្នឹងនឹងផ្សិតវាទទួលយកទេផ្សិត